ខ្លាំងសិស្សពូកែគឺមានតែបកបិសាចក្រហមតែប៉ុណ្ណោះដែលអាចធ្វើរឿងដ៏អស្ចារ្យមួយនេះបានមានន័យថាបកបិសាចក្រហមបានឈ្នះ5ប្រកួតទៅលើក្លឹបធំៗទី1គឺមាន Man City ទី2គឺមាន Arsenal ទី3គឺមានតោ Chelsea ទី4គឺមាន Spurs ទី5គឺមានហង្សក្រហម Liverpool ហើយការឈ្នះហង្សក្រហម Liverpool នេះគឺធ្វើឲ្យបកបិសាចក្រហមទទួលបានកៅអី 100% តែម្ដងនៅក្នុងពានរង្វាន់ UEFA Champions League ដែលលេងនៅក្នុងរដូវកាលក្រោយដែលបកបិសាចក្រហម Manchester United ខកខានលេងនៅក្នុងពានរង្វាន់នេះអស់រយៈពេល2រដូវកាលមកហើយដោយដែលបងប្អូនយើងបានដឹងហើយ14ប្រកួតក្រោមការដឹកនាំរបស់លោកគ្រូ Michael Carrick បកបិសាចក្រហម Manchester United គឺពិតជាធ្វើបានល្អមែនទែនតែម្ដងអញតែ2ប្រកួតទេក្រៅតែពីនោះគឺឈ្នះនិងស្មើតែប៉ុណ្ណោះហើយទាំងអស់នេះគឺការចេញអំពីភាពប៉ិនប្រសប់ក្នុងការដឹកនាំរបស់លោកគ្រូ Michael Carrick ហើយកាន់តែស្ញោចសរសើរលោកគ្រូបាទ Michael Carrick ក៏ដូចជាបកបិសាចក្រហមគឺការប្រកួតនេះតែម្ដងមានន័យថា Man U បានឈ្នះទៅលើ Liverpool ដោយលទ្ធផល3-2ហើយការឈ្នះរបស់បកបិសាចក្រហមនេះបាទគឺយើងត្រូវតែទទួលស្គាល់ថាបកបិសាចក្រហមគឺពិតជាធ្វើបានល្អប្រព័ន្ធលេងរបស់លោកគ្រូ Michael Carrick គឺដដែលទេលេងអីក៏លេងចោះបាទណាធ្វើអីក៏ធ្វើចោះប៉ុន្តែ counter បាទទម្រង់ counter ទម្រង់វិបករបស់បកបិសាចក្រហមគឺគ្រោះថ្នាក់ខ្លាំងណាស់បាទទៀតសោតថ្ងៃនេះបាទគឺថាការវិលត្រឡប់មកវិញរបស់ Matheus Cunha បាទគាត់រកបានមួយគ្រាប់ដែលជាគ្រាប់បាល់បាទទី1បន្ទាប់មកគ្រាប់ពេជ្របាទរបស់លោកគ្រូ Michael Carrick គឺ Benjamin Sesko សុទ្ធបាញ់ចូលទីបានមួយគ្រាប់ទៀតហើយនេះគឺជាគ្រាប់បាល់ទី11បាទរបស់ Benjamin Sesko ផងដែរម្នាក់ទៀតដែលជាតួអង្គសំខាន់ខ្វះមិនបានទេការគ្រប់គ្រងរបស់លោកគ្រូ Michael Carrick គឺ Kobbie Mainoo ទើបតែនឹងត្រូវបាន Man U បន្តកុងត្រារហូតដល់ឆ្នាំ2031ឯណោះម្នាក់នេះគឺជាដៃគូដៃកង់របស់ Casemiro ស្ដាយប្រសិនបើជា Casemiro មិនបាននៅរដូវកាលក្រោយទេបាទគឺពិតជាសោកស្ដាយមែនទែនតែម្ដងបាទនេះគឺជាបាទភាពលេចធ្លោនេះគឺជាប្រព័ន្ធលេងដ៏ល្អរបស់បកបិសាចក្រហមដែលមានខ្សែប្រយុទ្ធមុតស្រួចដែលមានខ្សែបម្រើល្អក៏សង្ឃឹមថាបកបិសាចក្រហមនៅរដូវកាលក្រោយអាចធ្វើបានល្អនៅក្នុងពានរង្វាន់បាទ UEFA Champions League ក៏ដូចជានៅក្នុងពានរង្វាន់បាទ English Premier League នេះតែម្ដងអរគុណអបអរសាទរក្លឹបបិសាចក្រហម Manchester United បន្ទាប់ពីមានការដឹកនាំពីលោក Michael Carrick ពេលនេះពួកគេបានលេងនៅពានរង្វាន់ UEFA Champions League នៅរដូវកាលក្រោយហើយបងប្អូនយល់ណាគេមានកៅអីហើយសម្រាប់ Manchester United បន្ទាប់ពីខកខានអស់ពីរដូវកាលមុនរដូវកាលនេះបាទអញ្ចឹងសម្រាប់បិសាចក្រហម Manchester United ក្រុមការដឹកនាំរបស់លោក Michael Carrick ស៊ីរៀបបងប្អូនយល់ណាបាទស៊ីរៀបក្លឹបធំតែម្ដងគេធ្លាប់យកឈ្នះទៅលើក្លឹប Manchester City លទ្ធផល 2-0 យកឈ្នះក្លឹបកំពុងតែកាន់កាប់កំពូលតារាង Arsenal ដល់លទ្ធផល 3-2 បន្តយកឈ្នះទៅលើក្រុម Aston Villa លទ្ធផល 3-1 ហើយបន្តយកឈ្នះលើម្ចាស់ផ្ទះតោ Chelsea លទ្ធផល 1-0 ជាពិសេសយុគមិញយកឈ្នះទៅលើហង្សក្រហម Liverpool ដល់លទ្ធផល 3-2 ច្រើនគ្រាប់មែនទែន3បន្ទុកបន្ថែមទៀតធ្វើឲ្យរូគេមានសមត្ថភាពក្នុងការដណ្ដើមកៅអីលេង Champions League នៅរដូវកាលក្រោយពិតជាមិនធម្មតាមែនសម្រាប់លោក Michael Carrick ដឹកនាំ Man U មកប្រាវទេធ្វើ Man U ឡើងជាបន្តបន្ទាប់រហូតរង្គិលដល់ Top 3 ក្នុងតារាងបន្ទុកលីកកំពូលរបស់ English Premier League ដោយណាស់បងប្អូនណាសម្រាប់លោក Michael Carrick អញ្ចឹងរដូវកាលក្រោយនឹងមានវត្តមានបិសាចក្រហម Manchester United ទៅកន្លុកនៅពានរង្វាន់លំដាប់កំពូលនៅអឺរ៉ុប UEFA Champions League ហើយបិសាចកំពុងតែឡើងជើងមកវិញបាទអញ្ចឹងប្រយ័ត្នប្រយែងតិចសម្រាប់ក្រុមផ្សេងៗអរគុណច្រើនបងប្អូនណាជួបគ្នាជាមួយខ្ញុំបាទ MC ដុល្លារនៅវីដេអូក្រោយ